បាញ់ញើស្រៈហ្មងដោយសារតែចង់សាអត់បានមើលឲ្យសัตว์ជ្រុងជ្រោយទេគាត់ថាស្ពានគេណាមិនសូវវែងតែថារឿងវែងនៅមានកន្លែងខ្ពស់ទៀតដំបងបបួលអ៊ីកាមានថាជីណាតែប្រហែលជាមើលមកតំណងបើសិពីសិពណ៌ជីហើយអ៊ីកាអត់ជីមិនកើតមានអីឡើងយក3គ្រឿងគ្នា5នាក់ស្រី2ជីជាមួយខ្ញុំស្រីពណ៌ជីជាមួយអ៊ីកាចំណែកពូត្រីជីម្នាក់ឯងដំបងខ្ញុំថាថតកើតទេថតផងបោកផងតែមានអីបដ ឲ្យសិពីអ្នកកាន់ចកូនភ័យបុកពោះខ្ញុំឲ្យទៅដល់ផ្លូវបាត់ទាញហ្គាសិពីឲ្យបន្ថយលបឿនហើយកន្លែងឡើងឃើញទៀបឯណាអត់ដឹងស្រាប់តែម្ដងនេះឡើងខ្ពស់ចង់ឈប់កំកើតថយក្រោយកំកើតឲ្យស្រី2ពឺទៅមូលហ្គានិយាយមែនខ្ញុំគាត់ថាខ្លួនឯងនេះហ៊ានណាស់ហើយតែដល់ពេលមកជីអញ្ចឹងស្ញោបណាស់ដែរភ័យពេកតែដង្ហើមហ៊ានដកខ្លាំងផងតែបើសិពីវិញអ៊ីនចយសាហាវខ្ញុំចាញ់សិពីហីឃើញក្បីនិយាយពីក្បីឃើញឈូកនិយាយពីឈូកខ្ញុំនេះឡើងរឹងខ្លួនអស់ហើយជាពិសេសមកដល់កន្លែងខ្ពស់ហ្នឹងជើងអត់ជាប់ដីអញ្ចឹងធ្វើមិនទៅបានឲ្យទៅដល់កន្លែងឆាប់ទេតែមិនហ៊ានដឹកលឿនក្នុងវីដេអូហ្នឹងខ្ញុំដាក់ speed គុណ2ទេឲ្យតែស្រី2មួកែលឿនតិចយ៉ាខ្ញុំស្រែកហើយយឺនតិចកូនយឺនតិចហើយនេះលបឿនប៉ិតជីតែប៉ុណ្ណឹងទេមិនហ៊ានឲ្យស្រី2លឿនតាណាឡើយខ្ញុំចាំតែបន្ថយហ្គាស្រី2រហូតហ្នឹងម្ដងផ្លូវកង់ទៀតហើយខ្ញុំប្រហោងពោះណាស់តែស្រី2អត់មានភ័យអីមិនតិចស្ដាប់តែសំដីទៅក៏ដឹងដែរមកឈប់កែងាប់អស់ហើយអត់មានទឹកកៅស៊ីគួយថនណាអូមកដល់ស្មូតក្បីអ្ហ៎បែបតែនឹងសាក់ក៏ភ័យដែរអូពុទ្ធេទៅណាដែរតែតំណសិពីកុំអត់លឿនមើលតែប៉ុណ្ណឹងក៏ដឹងដែរថាញ៉ៃញ៉ៃយកខ្លួនប៉ុណ្ណាគ្រាន់តែថារួចផុតពីកន្លែងខ្ពស់នឹងភ្លាមធូរទ្រង់ណាស់លោកអើយបើឯកាវិញភ័យផងសบายផងស្រែកថាឈប់ជីហើយរហូតអានឹងហើយចាញ់មនោគមគេពីដំបងថាអត់ជីហើយហ្នឹងដល់តែឃើញគេជីមកជីដែរតែបើថាទៅម្នាក់សុទ្ធតែអត់ដឹងថាមានកន្លែងខ្ពស់អញ្ចឹងអ៊ីកាភ័យឡើងញ័រខ្លួនហើយបាក់ជិតប៉ុណ្ណឹងហើយនៅភ័យទៀតតម្រុនតបាក់លឿនមិនដឹងយ៉ាងម៉េចតែម៉ែគាត់អង្គុយមើលបើបានគាត់មកជីដែរបានភ័យជាមួយគ្នាអ៊ីកាថាបើមានទឹកចេះមិនសូវភ័យទេតែកន្លែងនោះវាខ្ពស់ហើយអត់មានទឹកចំណែកស្រីពណ៌វិញពេលជីហ្នឹងក៏ភ័យដែរតែពេលជីហើយរកជីទៀតព្រោះអីភ័យមែនតែសបាយបើអ៊ីកាវិញមិនដឹងមិនទេមិនដឹងថាបបួលគាត់ជីលើក្រោយគាត់ហ៊ានជីទៀតអត់នេះហាក់សត្វតែជាអ្នកភ័យអត់ហ៊ានជីបដិញគ្នាទេបើសិនជាមានអ្នកជីដេញទៀតដឹងតែបែកញើសប៉ិនក្របពោតហើយជីហ្នឹងអត់មានពេលអត់មានអារម្មណ៍ឯណាទៅកយកូនទេសភាពជុំវិញនឹងឡើយឃើញវីដេអូខ្ញុំថតហ្នឹងតាមប៉ាត់កាន់ចោលទេជាប់អីជាប់ហ្នឹងទៅតែឥឡូវបានមកដល់អីទៀតនេះធូរទ្រង់បន្តិចបើថាស្រី2បានមកដល់ដីទៀបហ្នឹងកាន់តែចង់បាក់លឿនជីជាមួយស្រី2រំធត់ណាស់សំណាងហើយដែលអ៊ីកាអត់ជាមួយស្រី2បើមិនអញ្ចឹងទេកាំងអ៊ីកាបាត់ហើយបានជីតែប៉ុណ្ណឹងគឺមើលដឹងហើយថាក្មេងណាក្លាហានក្មេងណាមិនសូវហ៊ានតែបើថាពួកខ្ញុំអ៊ីនេះវិញគឺញើសជោគខ្នងតែទាំងអស់គ្នាហ្នឹងនេះពេលជីហ្នឹងមិនសតុនល្អផងនៅបែកញើសប៉ុណ្ណឹងហើយតែបើសួរថាខ្ញុំចង់ជីទៀតអត់ខ្ញុំចង់តែចង់បបួលអ៊ីកាឲ្យជីជាមួយទៀតដែរតែមើលទៅអ៊ីកាដូចជារៀងហើយទុកពេលឲ្យអ៊ីកាមករយៈសិនចាំអ៊ីកាធ្វើចិត្តបានបបួលអ៊ីកាមកលេងទៀតមកលើកនេះបានអ៊ំគាត់ជូនមកទេបើថាឲ្យមកខ្លួនឯងមិនដឹងកើតបានមកឡើយពេលកំពុងតែជីហ្នឹងភ័យណាស់តែពេលមកដល់កន្លែងឈប់ចង់ឲ្យផ្លូវវែងជាងហ្នឹងតិចទៀតពួកខ្ញុំជីចំណាយពេលប្រហែលជា7នាទីអីហ្នឹងពេលវេលាអាស្រ័យលើយើងជីយឺតជីលឿនទេតែបើសួរថាចម្ងាយផ្លូវហ្នឹងប្រហែលម៉ែត្រខ្ញុំអត់បានដឹងផងហ្នឹងឥឡូវមកដល់កន្លែងវិញហើយសប្បាយណាស់ចាស់ហើយទៅបានមកលេងតែកន្លែងលេងនេះអត់មានប្រកាន់ចាស់ក្មេងទេឲ្យតែចង់សប្បាយអាចមកលេងបានដូចគ្នា